បន្ទាប់ពីតួស្រីរបស់យើងសៀវនីងយៀនគាត់បានរត់គេចចេញពីដំណាក់របស់លោកមេទ័ពឈិនហ្វឹងស៊ូដែលជាតួប្រុសទៅជាមួយនឹងអង្គរៈប្រចាំគ្រួសាររបស់នេះមានឈ្មោះថាស៊ូយីងស៊ឺប៉ុន្តែត្រូវបានតួប្រុសនឹងគាត់ចាប់មកវិញបាននៅពេលនេះកំពុងតែសួរចម្លើយទៅកាន់ស៊ូយីងស៊ឺនឹងតើបពពួករបស់គេនៅសេសសល់នៅឯណាហើយធ្វើការតម្លាក់ទំនងគ្នាដោយរបៀបម៉េចប៉ុន្តែដោយសារតែស៊ូយីងស៊ឺនឹងគឺគាត់អត់ព្រមសារភាពនោះទេនៅក្នុងពេលហ្នឹងតួប្រុសគាត់ក៏គំរាមឲ្យតួស្រីនេះគឺយកជីវិតរបស់ស៊ូយីងស៊ឺនឹងទៅប៉ុន្តែតួស្រីគាត់អាចធ្វើបានទេព្រោះអីនេះគឺជាអង្គរៈផ្ទាល់ខ្លួនរបស់គាត់ទើបលើមេទ័ពឈិនហ្វឹងស៊ូរបស់យើងនឹងគាត់ក៏គំរាមទៅកាន់តួស្រីវិញថាកុំភ្លេចប្អូនប្រុសរបស់នាងសៀវស៊ឺជីងនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំទេរួចគាត់ក៏បោះកូនកបិតមកនៅលើដីនឹងពើងបន្ទាប់មកក៏គំរាមបន្ថែមទៀតថាបើនាងមិនយកជីវិតគេទេអញ្ចឹងខ្ញុំនឹងយកជីវិតប្អូនប្រុសរបស់នាងហើយចំណែកយីងស៊ឺវិញគាត់ប្រាប់ទៅកាន់តួស្រីរបស់យើងថាសម្រាប់ខ្ញុំចោះណានាងខ្ញុំបានស្លាប់ក្នុងកណ្ដាប់ដៃរបស់នាងគឺខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ជាអង្គរៈរបស់គ្រួសារសៀវស្លាប់ដើម្បីគ្រួសារសៀវគឺជាកិត្តិយសអត់មានអ្វីគួរឲ្យសោកស្ដាយនោះទេប៉ុន្តែដែលមើលឃើញថានាងយៀនតួស្រីរបស់យើងគាត់អត់ព្រមធ្វើទេដូច្នេះហើយតួប្រុសគាត់ក៏ស្រែកហៅកូនចៅរបស់គាត់ថាឲ្យទៅកាត់ក្បាលរបស់សៀវស៊ឺជីងប្អូនប្រុសរបស់នាងយកមកឲ្យនាងភ្លាមមកគាត់ទៅលឺអញ្ចឹងតួស្រីក៏ស្រែកចាស់ថាអត់ទេនាងក៏សុកចិត្តអោនលុតជង្គង់រើយកកូនកំបិតដែលតួប្រុសបានបោះទៅលើដីមិនហ្នឹងដើម្បីដើរមកចូលចិត្តទៅកាន់យីងស៊ឺនឹងចាក់សម្លាប់គេតែម្ដងប៉ុន្តែនៅពេលដែលដើរមកចិត្តទៅនឹងនាងហាក់ដូចជាមិនចង់ធ្វើទេព្រោះអីហ្នឹងស៊ឺយីងស៊ឺបានធ្វើខុសអីម្យ៉ាងវិញទៀតគេគឺជាអង្គរៈផ្ទាល់ខ្លួនហើយស្ម័គ្រស្មោបម្រើគ្រួសាររបស់នាងកន្លងមកទើបនៅក្នុងពេលហ្នឹងតួប្រុសគាត់ក៏រាប់1 2 3ឲ្យលឿនបើមិនចឹងទេទៅយកក្បាលប្អូនប្រុសរបស់នាងមកឥឡូវហើយភ្លាមហ្នឹងនាងយៀនគាត់នៅតែមិនអាចធ្វើបានគាត់ក៏លុតជង្គង់សុំទោសទៅកាន់តួប្រុសរបស់យើងលោកមេទ័ពឈិនហ្វឹងស៊ូដែលបាននិយាយថាខ្ញុំមិនអាចយកជីវិតរបស់គេបាននោះទេព្រោះគ្រួសារខ្ញុំជាមួយនឹងគ្រួសារស៊ូធ្លាប់មានទំនាក់ទំនងជាមួយនឹងគ្នាម្យ៉ាងមួយទៀតធ្លាប់បានសន្យាថាគឺមិនយកជីវិតគេចឹងណាចឹងតួប្រុសថាបានបើនេះមិនអាចធ្វើបានទេខ្ញុំផ្ដល់ជំរឿសមួយទៀតឲ្យនាងទៅចោះប៉ុន្តែទោះបីយ៉ាងណាក៏ដោយជីវិតត្រូវសងដោយជីវិតបើចង់ទុកជីវិតឲ្យគេគឺត្រូវតែលះបង់ជីវិតរបស់នាងខ្ញុំនឹងឲ្យនាងបលែងនៅក្នុងទ្រង់មួយប្រសិនបើនាងរស់ឬមួយក៏ស្លាប់នោះខ្ញុំនៅតែទុកជីវិតឲ្យស៊ូយីងស៊ឺនឹងដដែលតែតាមវាសនារបស់នាងទៅចោះចាំមើលតើនាងអាចនឹងមានជីវិតដែរឬមួយក៏អត់បន្ទាប់មកក៏ចាប់តួស្រីរបស់យើងមកដាក់ចង្វាក់ចងទុកនៅក្នុងទ្រង់មួយហើយដាក់ហាលងៀតកដាលថ្ងៃតែម្ដងអត់ឲ្យញ៉ាំទឹកអត់ឲ្យញ៉ាំអីទេបើសិនជានាងរស់ក៏រស់ទៅបើសិនជានាងស្លាប់នឹងហើយគឺចាត់ទុកថាអាចដោះលែងស៊ូយីងស៊ឺតាមការសន្យានៅក្នុងពេលហ្នឹងតួស្រីរបស់យើងត្រូវគេយកមកឃុំកដាលថ្ងៃត្រង់បែបហ្នឹងគាត់ស្រែកទឹកគាត់អស់កម្លាំងគាត់ក្តៅផងអីផងមិនដឹងថាគេឃុំប្រហែលថ្ងៃប្រហែលអីណារហូតដល់តួស្រីរបស់យើងហ្នឹងគាត់ក៏ចាប់ដើមទ្រាំលេងបានហើយគាត់សឹងតែសន្លប់ដុំហើយខណៈពេលតួប្រុសវិញគាត់នឹកឆ្ងល់ក្នុងចិត្តថាមិនបានជានាងក្បត់ជាមួយខ្ញុំបែបហ្នឹងស៊ូនីងយៀនរួចគាត់ក៏បានសម័យទៅកាន់អតីតកាលបន្តិចដែលកាលនោះនីងយៀននឹងគាត់បានយកសម្លៀកបំពាក់មកឲ្យតួប្រុសនឹងនិយាយថាឆាប់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់មួយឈុតនេះទៅបន្ទាប់មកពួកយើងនឹងរត់ចាក់ចេញពីទីនេះទៅជាមួយនឹងគ្នាខ្ញុំនឹងរត់ទៅជាមួយលោកខ្ញុំធ្លាប់និយាយថាខ្ញុំស្រឡាញ់លោកគឺប្រកាសជាស្រឡាញ់ហើយខ្ញុំនឹងធ្វើទង្វើដើម្បីបញ្ជាក់អំពីទឹកចិត្តរបស់ខ្ញុំឲ្យលោកបានឃើញនៅតែពេលលោកមិនជឿទៀតមែនអត់ចាំមើលខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់បន្ទាប់មកនាងក៏បានចាក់ចេញទៅដល់ណាត់ជួបគ្នានៅខាងក្រៅអញ្ចឹងណាបន្ទាប់ពីគេផ្លាស់ប្ដូរសម្លៀកបំពាក់រួចប៉ុន្តែតួប្រុសរបស់យើងនេះឈិនហ្វឹងស៊ូក៏បានដឹងទេថាសកម្មភាពនឹងការនិយាយគ្នារបស់អ្នកទាំងពីរត្រូវបានសៀវស៊ឺជីងដែលជាប្អូនប្រុសរបស់តួស្រីលបស្ដាប់ឮទាំងអស់ចំណែកតួប្រុសរបស់យើងគាត់បានផ្លាស់ប្ដូរសម្លៀកបំពាក់តាមការប្រាប់របស់តួស្រីរួចហើយមករងចាំកន្លែងណាត់ប៉ុន្តែអ្នកបម្រើរបស់គាត់នឹងក៏រំលឹកទៅកាន់លោកម្ចាស់ថាលោកម្ចាស់គឺពិតជាជឿនឹងនាងសៀវពិតមែនហើយតួប្រុសថាខ្ញុំនឹងជឿបើថយជឿនាងម្ដងទៅចោះប៉ុន្តែភ្លាមហ្នឹងស្រាប់តែមានកងទ័ពប្រមាណអ្នកមកស្កាត់ផ្លូវគាត់ហើយបើទោះបីជាគាត់ចង់រត់គេចក៏ទៅអត់រួចដែរដោយសារតែនៅលើខោអាវហ្នឹងគេបានលួចដាក់ថ្នាំអំពុលរួចបាត់ហើយអញ្ចឹងហើយក៏ទុនដៃទុនជើងត្រូវបានកងទ័ពចាប់បានកូនចៅរបស់គាត់ម្នាក់ហ្នឹងត្រូវបានកងទ័ពសម្លាប់ចោលដោយគេបាននិយាយថានេះគឺជាគម្រោងការរបស់ស៊ីវនីងយៀនរបស់យើងនាងពិតជាឆ្លាតមែនដែលអាចកំចាត់ជនក្បត់បានតែឯងចង់លួចរត់ទៅហ្នឹងជាមួយនឹងផែនទីរបស់នគរមែនអត់ឯងចង់ក្បត់នគរហើយអញ្ចឹងគេក៏ចាប់តួប្រុសរបស់យើងហ្នឹងមកធ្វើទរណកម្មសួរចម្លើយនៅក្នុងគុកដោយចាត់ប្រកាន់ថាគាត់មានបំណងក្បត់ជាមួយនឹងនគរលួចយកផែនទីទៅឲ្យសត្រូវទាំងដែលតួប្រុសរបស់យើងគាត់ព្យាយាមបដិសេធថាអត់ទេខ្ញុំអត់មានបំណងអញ្ចឹងផងប៉ុន្តែទោះបីគាត់សារភាពយ៉ាងម៉េចក៏ដោយក៏គេអត់ទទួលយកចម្លើយមួយនឹងទេចម្លើយបដិសេធគេមិនទទួលយកតែម្ដងពលគេបង្ខំឲ្យគាត់នឹងសារភាពថាគាត់ពិតជាជនក្បត់ពិតមែនដោយសារតែគាត់នឹងអត់ព្រមទទួលសារភាពអ្នកធ្វើទរណកម្មនៅក្នុងគុកគឺបានយកកំបិតខ្វែវមួយដែលមានរាងកោងហើយចុងស្រួចយកមកធ្ពក់ពីឆ្អឹងជំនីរបស់គាត់ពីកង្កយអាចឆ្អឹងខ្នងស្លាប់យូស្លាប់សេករបស់គាត់ហ្នឹងណារហូតដល់ធ្លុះមកដល់ផ្នែកខាងមុខដែលធ្វើឲ្យតួប្រុសរបស់យើងគាត់ស្រែករហូតយំមានការឈឺចាប់ជាខ្លាំងតែម្ដងនៅពេលហ្នឹងហើយបានឲ្យធ្វើគាត់នឹងចាប់ដើមគុំគួនជាមួយនឹងតួស្រីនឹងសួរនៅក្នុងចិត្តថាសៀវនីងយៀនខ្ញុំខំជឿជាក់ទុកចិត្តទៅលើនាងមិនបានជានាងធ្វើបាបខ្ញុំដល់ថ្នាក់ហ្នឹងតើហេតុអីទៅមិនបានជានាងស្អប់ខ្ញុំខ្លាំងម៉េចសៀវនីងយៀនខ្ញុំស្អប់នាងខ្ញុំស្បត់ថានឹងសម្លាប់នាងសម្លាប់ទាំងគ្រួសាររបស់នាងទាំងអស់ឲ្យផុតពូជពីលើលោកនឹងតែម្ដងអញ្ចឹងដោយសារតែការធ្វើទរណកម្មហ្នឹងហើយបានឲ្យធ្វើគាត់ហ្នឹងពីការជើងមកទល់សពថ្ងៃហ្នឹងអញ្ចឹងទាំងអស់គ្នា
ប៉ុន្តែមកដល់ពេលនេះនៅពេលដែលគាត់កំពុងតែធ្វើទរណកម្មទៅលើទូស្រីរបស់យើងស៊ីវនីយិនហ្នឹងគាត់នៅតែមានចិត្តអាណិតគេអញ្ចឹងហើយនៅតែឆ្ងល់ក្នុងចិត្តថាមិនបានជានាងធ្វើបែបហ្នឹងចំពោះខ្ញុំស៊ីវនីយិនតើហេតុអីទៅបន្តិចក្រោយមកកំពុងតែអង្គុយមើលស៊ីវនីយិនរបស់គាត់ហ្នឹងឃើញថានាងគឺអស់កម្លាំងមែនទែនហើយក៏សន្លប់ធ្លាក់ដៃចុះអញ្ចឹងណាក៏ប៉ុន្តែគឺធ្លាក់មិនដល់ដីទេព្រោះជាប់ច្បាក់នៅខាងលើហើយគាត់ក៏មានការព្រួយបារម្ភជាខ្លាំងក៏ស្ទុះស្ទាបញ្ញាបញ្ញាលហៅកូនចាស់របស់គាត់ឲ្យមកដោះលែងនីងយិនតែម្ដងទៅហើយសំខាន់គឺរទេះរបស់គាត់មិនដឹងថាប្រើស្អីទេគឺចុចមកអូតូដោយខ្លួនឯងអាចបើកបោះដោយខ្លួនឯងតែម្ដងរទេះរបស់គាត់គឺទំនើបខ្លាំងណាស់ដោយឃើញថាទូស្រីរបស់យើងសន្លប់បាត់មាត់ឈឹងហើយអញ្ចឹងហើយគាត់ក៏បញ្ញាបញ្ញាលបញ្ជាឲ្យអ្នកបម្រើនាំនាងទៅឲ្យគ្រូពេទ្យនឹងព្យាបាលតែលោកគ្រូពេទ្យដែលជាគ្រូពេទ្យជំនិតគាត់ថាខ្វះតែបន្តិចស្លាប់បាត់ទៅហើយឲ្យខ្ញុំព្យាបាលធ្វើអីបើលោកមេតបឲ្យខ្ញុំព្យាបាលនាងរួចហើយលោកមេតបយកនាងទៅធ្វើទរណកម្មព្យាបាលរួចហើយយកនាងទៅធ្វើទរណកម្មអញ្ចឹងមើលទៅដូចជាលេងសើចជាមួយវិជាពេទ្យខ្ញុំពេកទៀតហ្នឹងហើយចង់សាកល្បងសមត្ថភាពរបស់ខ្ញុំមែនអត់នៅពេលហ្នឹងឈិនហ្វាំងស៊ូគាត់ក៏គម្រាមគ្រូពេទ្យថាខ្ញុំគ្រាន់តែមិនចង់ឲ្យនាងស្លាប់ទេព្រោះអីហ្នឹងជីវិតរបស់នាងត្រូវរងទុក្ខទោសបន្តទៅទៀតខ្ញុំត្រូវធ្វើទរណកម្មនាងបន្តទៅទៀតដូច្នេះហើយនាងអត់ទាន់មានសិទ្ធិក្នុងការស្លាប់នៅឡើយនោះទេបើគ្មានការអនុញ្ញាតពីខ្ញុំប៉ុន្តែលោកគ្រូពេទ្យថាអើយចំជាយ៉ាប់មែនលេងសើចជាមួយនឹងវិជាពេទ្យរបស់ខ្ញុំពេកហើយគណៈពេលដែលគាត់វិញទូប្រុសរបស់យើងនេះគាត់មានអំណងធ្វើទរណកម្មរបស់គេសម្ដីរបស់គាត់គឺពិតជាខូខើបន្តិចមែនប៉ុន្តែគាត់នៅអង្គុយលើរទេះហ្នឹងនៅមើលនៅទ្រាំជាមួយនឹងទូស្រីរបស់យើងមើលថែទូស្រីរហូតដល់ទូស្រីគាត់មកមើលគាត់ស្រែកថារត់ទៅនៅពេលហ្នឹងគាត់ក៏គិតទៀតថាតើនាងកំពុងតែប្រាប់ឲ្យយីងស៊ឺនឹងរត់មែនអត់ចឹងគាត់ក៏ចាប់ដើមខឹងប៉ុន្តែគាត់ខឹងហើយគាត់អត់ទៅណាទេគាត់នៅអង្គុយចាំមើលនាងយានរបស់យើងហ្នឹងតាំងពីយប់រហូតមកដល់ភ្លឺរហូតដល់នាងយានហ្នឹងគាត់ក៏ភ្ញាក់ដឹងខ្លួនឡើងមកវិញក្នុងចិត្តរបស់គាត់គឺនៅតែខឹងប៉ុន្តែចិត្តអត់ដាច់ទេទៅណាមិនឆ្ងាយទេលុះដល់ពេលទូស្រីដឹងខ្លួនឡើងមកហើយនាងក៏មានការព្រួយបារម្ភចំពោះយីងស៊ឺនាងថាមិនបានជានាងនៅរស់អញ្ចឹងចុះយីងស៊ឺទៅណាហើយលោកសម្លាប់គេហើយមែនអត់ពួកអីនឹងមុនហ្នឹងទូប្របាននិយាយថាជីវិតមួយដូចជីវិតមួយអញ្ចឹងបើនាងនៅរស់បានតែយីងស៊ឺស្លាប់ហើយអញ្ចឹងនាងក៏ចង់ទៅជួបគេភ្លាមតែគេស្លាប់ឬមួយក៏រស់ដឹងអំពីស្ថានភាពរបស់គេតែទូប្រថាញ៉ាំបបរសិនទៅទូស្រីថាខ្ញុំមិនញ៉ាំទេខ្ញុំចង់ជួបជាមួយយីងស៊ឺសិនចង់ដឹងស្ថានភាពរបស់គេស្លាប់ឬមួយក៏អត់ទូប្រុសក៏គម្រាមថាញ៉ាំបបរភ្លាមបើមិនញ៉ាំទេនាងនឹងលែងបានជួបជាមួយយីងស៊ឺនឹងអស់មួយជីវិតតទៅហើយនៅពេលហ្នឹងទូស្រីគាត់ក៏សុកចិត្តមកអោនញ៉ាំបបរដែលទូប្រុសបច្ចុកនេះនិយាយយកអ្នកទោសជាមួយនឹងអ្នកដាក់ទោសគេហ្នឹងបែរជាមកបំរើអ្នកដាក់ត្រូវគេដាក់ទោសទៅវិញនៅពេលដែលឃើញថាយីងស៊ឺរបស់យើងស្ម័គ្រចិត្តមកញ៉ាំបបរនឹងរួចគាត់ក៏និយាយថាបានបើធ្វើល្អអញ្ចឹងនឹងត្រូវទទួលបានរង្វាន់ហើយបន្ទាប់មកគាត់ក៏បានឲ្យគេមកតបតែងខ្លួនឲ្យយីងស៊ឺឲ្យនៅស៊ីវនីងយានទូស្រីរបស់យើងបានយ៉ាងស្អាតចូលមកជួបជាមួយយីងស៊ឺនៅខាងក្នុងគុកឯងប៉ុន្តែចូលមកម្ដងនេះនីងយានក៏បានផ្ដាច់ទំនាក់ទំនងជាមួយនឹងយីងស៊ឺតែម្ដងដោយនេះបាននិយាយថានៅពេលនេះលោកក៏លែងជំពាក់ខ្ញុំក៏លែងជំពាក់លោកដែរពួកយើងដើរផ្លូវរៀងខ្លួនលោកអាចចាក់ចេញពីទីនេះបានហើយมันបាច់មានទំនាក់ទំនងជាមួយខ្ញុំបន្តទៀតទេពួកយើងគឺចែកផ្លូវគ្នាដើររៀងខ្លួនទាំងតែពេលហ្នឹងយីងស៊ឺថាអត់ទេណានាងខ្ញុំនឹងការពារនាងទូនាទីរបស់ខ្ញុំគឺការពារគ្រួសារស៊ីវតែទូស្រីថាមិនចាំបាច់នៅពេលនេះខ្ញុំលែងត្រូវការលោកបន្តទៀតហើយរួចហើយក៏ស្រែកហៅលោកមេតបឈិនហ្វឹងស៊ូនៅខាងក្រៅថាពួកយើងត្រឡប់ទៅវិញមើលទៅដើរទៅទាំងដាច់ចិត្តតែម្ដងទាំងតែការពិតទៅនាងគិតថានាងចង់រត់ទៅណាក៏មិនរួចផ្ទុយទៅវិញបាយជំនុំទឹកទៅដល់អ្នកដទៃដូច្នេះហើយនៅពេលនេះនាងចង់ស្លាប់ក៏មិនបានចង់រត់ក៏មិនរួចអញ្ចឹងគួរតែយកឱកាសមួយហ្នឹងភ្នាល់ក្នុងជីវិតរបស់ខ្លួនឯងមកក្តារទៅគឺនឹងធ្វើទៅឲ្យឈិនហ្វឹងស៊ូហ្នឹងលងស្រឡាញ់មកលើនាងនៅពេលដែលនាងមានឱកាសហើយនោះនាងនឹងសម្លាប់គេតែម្ដងបើទោះបីជានាងត្រូវស្លាប់ទៅជាមួយនឹងគេក៏នាងអស់ចិត្តដែរបន្ទាប់ពីគិតនឹងសម្រាប់ចិត្តរួចរាល់អស់ហើយទូស្រីរបស់យើងក៏ចាប់ដើមបញ្ចេញនៅមុនសណ្ដំវិជាការយុទ្ធសាស្ត្រក្នុងការបំពាក់បំពន់ស្នេហាធ្វើឲ្យទូប្រុសរបស់យើងលងស្រឡាញ់ទៅលើនាងតែម្ដងដោយនៅក្នុងពេលនោះចេះទៅហើយដឹងធ្វើម៉េចទេអូមកសទីស្វាហាជាអូមកដៅអស់អូមកស្មាក់ស្មោះលងស្រឡាញ់ខ្ញុំភ្លាមលោកមេតបដើរទង្វើរបស់នាងក៏ធ្វើឲ្យឈិនហ្វឹងស៊ូរបស់យើងគាត់ក៏ឆ្ងល់ថាតើនាងកំពុងតែចង់ធ្វើអីចង់បកគលខ្លួនមកឲ្យខ្ញុំមែនអត់ទូស្រីគាត់ក៏តបទៅវិញដោយគ្មានភាពស្ទើរថាពិតមែនហើយតើលោកមេតបគិតថាខ្ញុំកំពុងតែចង់ធ្វើអីបើឃើញសកម្មភាពរបស់ខ្ញុំបែបហ្នឹងហើយតើលោកចូលចិត្តដែរឬមួយក៏អត់នៅពេលហ្នឹងឈិនហ្វឹងស៊ូថាតើនាងចង់បានអីហ្នឹងនៅពេលនោះទូស្រីគាត់ក៏តបមកវិញថាខ្ញុំចង់ដឹងថាតើខ្ញុំនៅមានឱកាសបម្រើលោកដែរឬមួយក៏អត់តើលោកពេញចិត្តចំពោះខ្ញុំដែរឬមួយក៏អត់លោកមេតបអើយទាំងអស់គ្នាមិនថាទៅលោកមេតបមិនថាតែ admin ទេគ្រប់បរិះទាំងអស់ហើយតែចេញសកម្មភាពបែបហ្នឹងមកគាំងហើយ